ชีวิตយើងបើយើងមិនខ្លាំងទេនរណាក៏មើលងាយយើងដែររួមទាំងអ្នកផ្ទះរបស់យើងផងដែរនៅក្នុងសង្គមគឺបែបនេះឯងពេលដែលយើងមិនខ្លាំងគ្មាននរណាម្នាក់កោតក្រែងយើងទេគ្មាននរណាម្នាក់ឲ្យតម្លៃយើងទេមានតែការប្រមាថមានតែការបំពានហើយកុំឆ្ងល់តែហេតុអីជីវិតជួបរឿងអយុត្តិធម៌រហូតតែអញ្ចឹងឯងនៅលើโลกនេះគ្មានអ្វីស្មើភាពគ្នាទេរវាងអ្នកខ្លាំងនិងអ្នកខ្សោយគឺគ្មានពិតមែនអ្នកខ្លាំងច្បាស់ណាស់គេមានប្រៀបជាងយើងគ្រប់ពេលវេលាទាំងអស់ត្រូវចងចាំថានៅទីណាក៏ដោយយើងមិនអាចខ្សោយបានទេទោះមិនខ្លាំងលើសលប់ជាងគេក៏ដោយតែកុំមិនដោយឲ្យខ្លួនឯងខ្សោយជាងគេជាដាច់ខាតវ័យពេញរៀនគឺត្រូវតែរៀនឲ្យមានចំណេះវ័យពេញរកលុយគឺត្រូវតែរកលុយឲ្យបានច្រើនវ័យពេញកម្លាំងត្រូវកសាងសមត្ថភាពឲ្យខ្លាំងបំផុតរឿងកសាងខ្លួននេះមួយអត់មាននរណាមកធ្វើជំនួសយើងទេបើអាយុយើង20ទៅ30ឆ្នាំហើយយើងនៅតែបដោយខ្លួនឲ្យអន់ជាងគេទៀតអត់មាននរណាមកជួយយើងបានទេនៅពេលដែលយើងខ្សោយនរណាក៏មើលងាយយើងដែរកុំថាឡើយអ្នកដតីកុំថាឡើយជាតិសាសន៍ដតីសូម្បីតែអ្នកផ្ទះយើងក៏មិនឲ្យតម្លៃយើងដែរតនកម្លាំងនៅមានត្រូវតែតអាលជាមួយនឹងការរៀនសូត្រត្រូវតអាលជាមួយនឹងការចង់ចេះចង់ដឹងចង់មានចង់បានកសាងខ្លួននៅលើផ្លូវដែលមានប្រយោជន៍កុំឲ្យបរទេសគេមើលងាយថាយុវជនយើងជាជនជាតិខ្សោយជាជនជាតិស្ទើរចំណេះដឹងខំប្រឹងដើម្បីជួយខ្លួនឯងដើម្បីជួយគ្រួសារដើម្បីជួយសង្គមជាតិប្រទេសជាតិរបស់យើងអនាគតជាតិយើងគឺពឹងនៅលើយើងទាំងអស់គ្នានៅក្នុងសង្គមរស់នៅបើយើងស្រួលពេកយូរទៅអ្នកនឹងក្លាយជាមនុស្សដែលអស់តម្លៃដាក់ខ្លួនជារឿងល្អតែបើយើងស្រួលជាមួយនឹងគេឯងគ្រប់រឿងពេកពេលខ្លះនាំគ្រោះឲ្យខ្លួនឯងវិញក៏មានដែរយើងស្រួលពេកយើងក្លាយជារបស់ដែលអត់តម្លៃមនុស្សខ្លះឃើញយើងស្រួលលែងឲ្យតម្លៃយើងសោះតែម្ដងស្រួលពឹងពាក់ស្រួលណាត់ជួបស្រួលខ្ចីលុយចង់យកពេលណាក៏បានចង់សងពេលណាក៏បានយើងចិត្តទលាយូរទៅคล้ายទៅជាទម្លាប់ឃើញយើងស្រួលពេកអ្នកខ្លះលែងស្គាល់អ្វីជាគុណអ្វីជាទោសក៏មានដែរធ្វើមនុស្សកុំស្រួលជាមួយនឹងគេឯងគ្រប់គ្នាពេកឃើញយើងស្រួលពេកអ្នកខ្លះលែងក្រែងចិត្តយើងសោះតែម្ដងយើងស្រួលជាមួយគេពេកពេលខ្លះយើងមិនទទួលបានការគោរពទេមនុស្សខ្លះស្ទើរនិស្ស័យនៅក្នុងការគោរពគ្នាទៅវិញទៅមកនឹងមែនតើឃើញយើងស្រួលឃើញយើងដាក់ខ្លួនលះមែនតើអារឿងវាយស្មើអត់មានក្រែងចិត្តយើងទេក្រំងុយគាត់ផ្ដាំថាធ្វើមនុស្សកុំងើយខ្ពស់ស្មើមេឃតែកុំទៀបពេកអបរិស័យមើលកលៈទេសៈផងកុំធ្វើជាមនុស្សស្រួលគ្រប់រឿងពេកអត់មានតម្លៃទេយើងស្រួលពេកពេលខ្លះខ្លាយទៅជាបង្អែកនៃបន្ទុករបស់អ្នកដតីអត់ដឹងខ្លួនទេចាស់និយាយថាគោស្លូតច្រើនតែជាគោកាប់មនុស្សស្រួលពេកច្រើនតែមានបន្ទុកមកលើខ្លួនឯងដែលអត់ដឹងខ្លួនទេអ្នកខ្លះឃើញយើងស្រួលស្អីក៏មកពឹងយើងដែរយូរទៅយើងខ្លាយជាអ្នករងបន្ទុកពីគេដែលអត់ដឹងខ្លួនទេរៀនបដិសេធរៀនដោះខ្លួនរៀនការពារខ្លួនខ្លះកុំស្រួលជាមួយគេគ្រប់រឿងពេកមនុស្សយើងណាក៏ជាហត់ដែរត្រូវចាំយើងស្រួលជាមួយនឹងគេពេកយើងខ្លាយទៅជាឧបករណ៍របស់មនុស្សលោភលន់យើងស្រួលជាមួយមនុស្សមានចិត្តមិនអីទេប៉ុន្តែបើស្រួលជាមួយមនុស្សដែលខ្សែលើយើងនឹងខ្លាយទៅជាឧបករណ៍ដែលគេកេងចំណេញប្រយោជន៍ពីយើងមិនខានអ្នកខ្លះឃើញយើងស្រួលលែងចេះក្រែងចិត្តយើងហើយមកកេងចំណេញផលប្រយោជន៍ពីយើងទៀតនៅក្នុងសង្គមរស់នៅត្រូវចេះប្រយ័ត្នកុំធ្វើជាមនុស្សស្រួលពេករហូតខ្លាយជាជនរងគ្រោះដោយអត់ដឹងខ្លួននៅក្នុងជីវិតរបស់យើងមាន quote មួយឃ្លាគេនិយាយថាត្រីពុលដោយសារទឹកមនុស្សក៏អាចពុលដោយសារបរិយាកាសដែលយើងសែបគប់ដែរបើសិនជាយើងសែបគប់បរិយាកាសខុសអនាគតរបស់យើងក៏ខូចដូចគ្នាអាយុពី20ទៅ30ឆ្នាំការសែបគប់ពិតជាមានឥទ្ធិពលមែនតែនសម្រាប់ជីវិតរបស់យើងសូមគិតទៅលើជ្រុងទាំង4នេះហើយចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងទៅលើការសែបគប់ឲ្យបានល្អបំផុតរឿងទី1ទទួលស្ដាប់តែមិនទាន់ទទួលជឿទេនៅក្នុងវ័យនេះជីវិតរបស់យើងប្រៀបដូចជាការដើរផ្សារអញ្ចឹងមិនខ្វះទេមនុស្សនិយាយថារបស់នេះសមយើងអាវនេះសមនឹងយើងខោនេះសមនឹងយើងមួកនេះសមនឹងយើងអត់ខ្វះទេប៉ុន្តែអ្វីដែលសមនឹងយើងពិតប្រាកដមានតែយើងទេដែលដឹងថាអ្វីដែលសមនឹងយើងពិតប្រាកដយើងស្រឡាញ់អីហើយយើងមានលទ្ធភាពធ្វើវាបានដែរឬអត់នៅក្នុងវ័យមួយនេះយើងត្រូវតែមានព័ត៌មានឲ្យបានច្រើនរៀនឲ្យបានច្រើនដើម្បីច្រោះព័ត៌មានដែលយើងទទួលបានមិនមែនគេនិយាយអីក៏ជឿទេមិនមែនគេនិយាយអីក៏អូខេដែរ
គេនិយាយអីយើងមានសិទ្ធិស្ដាប់ប៉ុន្តែសូមយករឿងនឹងមកវិភាគផងរឿងខ្លះវាអត់ខុសទេប៉ុន្តែវាត្រូវជាមួយស្ថានភាពអ្នកផ្សេងវាអត់ត្រូវជាមួយនឹងស្ថានភាពរបស់យើងទេរៀនគ្រប់គ្រងខ្លួនឯងរៀនរកព័ត៌មានល្អៗដាក់ក្នុងខ្លួនរៀនច្រោះព័ត៌មានឲ្យបានច្រើនថ្ងៃក្រោយអ្នកនឹងរស់ដោយរីករាយជាមួយនឹងការសម្រេចចិត្តរបស់យើងទី2គឺគ្មានរឿងគឺមិនស្អប់ជាដាច់ខាតមនុស្សជាច្រើនតែងតែស្អប់តាមគេអត់មានកោជំហរទេគេនាំស្អប់ក៏ស្អប់ទៅតាមគេទាំងយើងអត់មានរឿងជាមួយនឹងគេក៏មានដែរគ្មានរឿងគឺមិនស្អប់ទេធ្វើជាមនុស្សកុំស្អប់តាមគេដើរផ្លូវអត់វែងទេនៅក្នុងសង្គមនឹងសម្បូរមែនតើអ្នកមកនាំយើងឲ្យស្អប់នរណាគេម្នាក់គេអត់ចូលចិត្តបាយគេមកប្រាប់យើងថាបាយអត់ល្អអញ្ចឹងយើងអត់ញ៉ាំបាយតាមគេឬក៏យ៉ាងម៉េចគេគ្មានលទ្ធភាពរលុយគេមកប្រាប់យើងថាលុយមិនល្អទេអញ្ចឹងយើងអត់រលុយតាមគេឬក៏យ៉ាងម៉េចគេមិនចូលចិត្តបុគ្គលណាមួយគេមកនាំយើងឲ្យស្អប់ដែរអានឹងយើងអត់មានជំហរនៅក្នុងខ្លួនទេរក្សាជំហរជាមនុស្សមួយគឺគ្មានរឿងអីគឺមិនស្អប់គេជាដាច់ខាតយើងគ្មានបញ្ហាជាមួយបុគ្គលនោះផងរឿងអីថាយើងទៅស្អប់តាមគេរៀនរក្សាជំហរខ្លួនឯងពេលខ្លះនិស័យមនុស្សមិនដូចគ្នាទេគេមិនត្រូវចិត្តពេលខ្លះគាត់អាចជាមិត្តរបស់យើងក៏ថាបានដែរនៅពេលដែលយើងសែតគប់ជាមួយគាត់ទី3ខឹងក្រន់ជាងខូចនៅក្នុងវ័យមួយនេះរៀននិយាយថាណូបន្តិចក៏មិនអីដែររៀននិយាយថាណូជាមួយនឹងរឿងដែលអត់បានការមនុស្សដែលអត់បានការងារដែលអត់បានការព្រោះនៅក្នុងវ័យហ្នឹងគឺជាវ័យដែលយើងត្រូវចំណាយពេលវេលាទៅលើរឿងដែលសំខាន់បំផុតនៅក្នុងវ័យមួយនេះវ័យដែលគេកំពុងប្រឹងគេមកបបួលយើងអត់មានពេលច្បាស់ណាស់គេអត់សប្បាយចិត្តជាមួយយើងទេហើយអ្នកខ្លះក៏ឌីលយើងទៀតក៏មានដែរណាគេថារវល់ជាងឯកឧត្តមទៅទៀតហើយស្លាប់ទៅយកលុយទៅតាមមិនមែនខំទេវាឈឺចាប់មែនតើតែអ្នកត្រូវចាំថាខឹងក្រន់ជាងខូចគេខឹងយើងថ្ងៃហ្នឹងត្រូវគិតថាបើសិនជាយើងដុនដាបជាងហ្នឹងអនាគតទៅយើងអន់ជាងហ្នឹងទៀតណាគេស្អប់ខ្ពើមយើងលើសជាងហ្នឹង100ដងទៀតហើយខូចអនាគតរបស់យើងទៀតអញ្ចឹងឲ្យគេខឹងចោះក្រន់ជាងខូចយើងស្វែងរកអ្វីដែលជួយដល់ជីវិតរបស់យើងស្វែងរកអ្វីដែលចម្រុងចម្រើនដល់ជីវិតរបស់យើងព្រោះឱកាសមនុស្សមានអត់ច្រើនទេទី4ស្គាល់គុណតបគុណនៅក្នុងវ័យមួយនេះគឺជាវ័យមាសដែលអ្នកត្រូវធ្វើទំនាក់ទំនងច្រើនមែនទែនជាមួយមនុស្សជុំវិញខ្លួនគេជួយយើងតបគុណគេវិញកុំគ្រាន់តែដឹងគុណពាក្យខ្មែរមានពាក្យថាកតញ្ញូកតវេទីមានន័យថាដឹងគុណហើយតបគុណទៅទៀតណាអញ្ចឹងធ្វើជាមនុស្សទៅចេះតបគុណទៅគេវិញរៀនសរសើរគ្នានៅពេលជួបជុំរៀនជួយគ្នានៅពេលមានជីវិតប្រសើរជាងបាត់បង់ហើយចាំនិយាយពាក្យល្អៗគេអត់ឮទេរៀនដឹងគុណរៀនតបគុណរៀនទំនាក់ទំនងជាមួយមនុស្សឲ្យមានប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនៅពេលដែលយើងចេះដឹងគុណនៅពេលដែលយើងចេះតបគុណទំនាក់ទំនងរបស់យើងនឹងល្អប្រសើរគេស្រឡាញ់ចូលចិត្តយើងលក់ដូរការងារអីក៏មិនសយត់ដែរយើងចេញមកពីគ្រួសារនេះអត់សំណាងយើងស្ដួចស្ដើងជាងគេបន្តិចមែនតែបើមានឱកាសធ្វើការសុំធ្វើការឲ្យអស់ពីចិត្តទី1កុំបោះចោលការខំប្រឹងយើងកើតមកចំគ្រួសារនេះអត់មែនសំណាងយើងមានអត់ច្រើនទេហើយបើសិនជាយើងអត់ខំប្រឹងទៀតអានឹងគឺជាសូយធំមែនតើនៅក្នុងជីវិតរបស់យើងចេញពីគ្រួសារនេះអត់តែកុំបោះចោលការខំប្រឹងរបស់យើងឲ្យសោះគ្រូខ្ញុំគាត់ផ្ដាំថាភ្លៀងនៅលើដបូលផ្ទះអ្នកមានភ្លៀងនោះក៏ធ្លាក់លើដបូលផ្ទះយើងដែរដបូលគេធំទឹកផ្ទះគេបបោគេមិនត្រង់ក៏បានដែរប៉ុន្តែដបូលផ្ទះយើងតូចបើសិនជាយើងខ្នះខ្នែងជាងគេបន្តិចយើងអាចសល់ទឹកខ្លះសម្រាប់ប្រើដែរយើងចេញពីតកូលអ្នកខ្សត់សំណាងយើងគឺស្ដួចស្ដើងជាងគេទៅហើយឱកាសយើងក៏តិចតួចជាងគេដែរប៉ុន្តែបើយើងផ្ដេកផ្ដួលមិនចាប់យកឱកាសតូចទាំងអស់នឹងយើងអត់ខ្វល់ជាមួយវាទៀតអានឹងសំណាងយើងនឹងវារត់តខើយទៅទៀតឬក៏លែងមានក៏ថាបានយើងខ្សត់ទ្រព្យតែកុំឲ្យខ្សត់ការខិតខំប្រឹងប្រែងអសោះ
ទី2កុំបោះចោលគំនិតវិជ្ជមានរបស់យើងកើតមកចំគ្រួសារនេះអត់មែនតែកុំបោះចោលស្មារតីវិជ្ជមាននៅក្នុងខ្លួនយើងអត់សោះទទួលស្គាល់ថាយើងកើតចេញពីគ្រួសារនេះអត់វាពិបាកខ្លាំងណាស់ពិបាកសពពិបាកគ្រប់សម្ពាធក៏ច្រើនសម្ពាយក៏ច្រើនអំរែកក៏ធំតែការគិតអវិជ្ជមានវាអត់បានជួយយើងឲ្យធូរស្បើយទេទៅចាំអ្នកខ្លះចាប់កាន់ការងារភ្លាមនឹកឃើញដល់រឿងអវិជ្ជមាននឹងចូលផ្លែតតែម្ដងក្រគេមើងងាយក្រគេរើសអើងក្រគេអត់រាប់អានក្រគេប្រមាថអីចឹងទៅមានឱកាសធ្វើការហើយខិតខំប្រឹងប្រែងលើការងាររបស់យើងសិនកុំទាន់គិតលើរឿងទាំងអស់ហ្នឹងពេលខ្លះយើងធ្វើបានល្អពេលខ្លះយើងអាចធ្វើបាន 100% ប៉ុន្តែដោយសារតែការគិតវិជ្ជមានការគិតមិនល្អរបស់យើងហ្នឹងវាបែរជាបំភ័យយើងទៅវិញហើយពេលខ្លះគេអត់បានធ្វើអីយើងទេគឺភាពអវិជ្ជមាននៅក្នុងខ្លួនយើងវានឹងឯងដែលវាបំផ្លាញយើងខ្សត់ឱកាសហើយឱកាសយើងមានតិចតួចណាស់កុំយករឿងអត់បានការមួយចំនួនមកបំផ្លាញឬក៏ពន្យាការងាររបស់យើងមានការងារធ្វើទៅផ្ដោតលើការងាររឿងរ៉ាវអីផ្សេងទៀតទុកវាម្ដុំសិនទី3កុំបោះចោលគុណធម៌ជាមនុស្សយើងកើតមកនៅក្នុងគ្រួសារនេះអត់មែនតែកុំបោះចោលគុណធម៌ជាមនុស្សរបស់យើងចេញពីគ្រួសារនេះអត់មែនតែអារឿងសិលធម៌រឿងគុណធម៌ជាមនុស្សនេះកុំឲ្យចាញ់គេធ្វើគុណជាមួយយើងត្រូវដឹងគុណគេត្រូវតបគុណគេវិញចេះសាទរមួយគេចេះអបអរគេណាកុំឲ្យគេដៀលចរិតថាយើងខ្សត់ហើយខ្សត់ទាំងសិលធម៌នៅទៀតទទួលស្គាល់ថាគ្រួសារយើងជាអ្នកខ្សត់តែមិនមែនមានន័យថាយើងគ្មានឱកាសសុទ្ធសាធនោះទេខំរៀនខំរកខំដាក់ខ្លួនខំរាប់អានស្វះស្វែងខំប្រឹងធ្វើម៉េចឲ្យខ្លួនឯងទៅមុខទោះឱកាសយើងមានតិចជាងគេក៏ដោយក៏យើងមិនបដោយខ្លួនឲ្យប្តីផ្ដួលទៅតាមប្រេងវាសនាដែរកុំខ្លាចគេនិយាយពីក្រោយខ្នងបើគេនិយាយពីក្រោយខ្នងអ្នកមានន័យថាគេដើរក្រោយអ្នកហើយដើមឈើឡើងកាន់តែខ្ពស់ប៉ះខ្យល់កាន់តែខ្លាំងមនុស្សមានចំណុចលេចធ្លោតែងតែទទួលបាននឹងការចាប់អារម្មណ៍ជារឿងធម្មតាទេបងប្អូនចំណាំមើលខ្លួនឯងនៅពេលដែលយើងធ្លាក់ខ្លួននៅពេលដែលយើងយ៉ាប់យ៉ឺនមិនសូវមាននរណារំលឹកពីឈ្មោះយើងទេប៉ុន្តែនៅពេលដែលយើងឡើងនៅពេលដែលយើងមានឈ្មោះនៅពេលដែលយើងមានចំណូលច្រើននៅពេលដែលយើងលេចធ្លោច្បាស់ណាស់គេនឹងរំលឹកពីឈ្មោះយើងជាប្រចាំហើយពេលខ្លះនៅពីក្រោយខ្នងយើងក៏គេរំលឹកឈ្មោះយើងដែរយើងនៅតែជាយើងតែអ្វីដែលផ្លាស់ប្ដូរនោះគឺយើងទទួលបានការចាប់អារម្មណ៍ច្រើនជាងមុនពីមនុស្សនៅជុំវិញខ្លួនយើងខំជឿគាត់និយាយថាអ្នកដែលនិយាយពីក្រោយខ្នងយើងមានន័យថាគេកំពុងតែដើរតាមក្រោយយើងហើយនៅលើโลกនេះមនុស្សដែលត្រូវបានគេនិយាយពីក្រោយខ្នងទាំងអស់មិនមែនសិតសឹងតែជាមនុស្សអាក្រក់ទេពេលខ្លះយើងល្អជាងគេក៏ត្រូវបានគេនិយាយមិនល្អពីយើងដែរឲ្យតែគេមិនពេញចិត្តឲ្យតែគេមិនសប្បាយចិត្តជាមួយយើងហើយវាអត់មានអីត្រូវតោមិននិញជាមួយនឹងអ្នកនិយាយពីក្រោយខ្នងយើងនោះទេត្រូវចាំថាយើងធម្មតាយើងជាមនុស្សសាមញ្ញប្រហែលជាគ្មាននរណារំលឹកឈ្មោះយើងទេប៉ុន្តែប្រហែលជាយើងអាចនឹងលេចធ្លោយើងអាចនឹងធ្វើអីមួយដែលល្អប្រសើរជាងគេឲ្យគេមើលឃើញពីចំណុចរបស់យើងអានេះជារឿងដោយឡែកយើងត្រូវដឹងថាពេលវេលានៅក្នុងជីវិតរបស់យើងមានតម្លៃមែនតើមនុស្សណាសំខាន់ចាំយកមកគិតមនុស្សមិនសំខាន់បាច់យកមកគិតទេកុំតនេពេកផ្ដោតទៅលើមនុស្សណាដែលនាំយើងទៅរីកចម្រើនទៅមុខផ្ដោតទៅលើមនុស្សទាំងឡាយណាដែលបង្កើនជីវភាពរបស់យើងឲ្យល្អជាងមុនបើលក់ដូរទៅផ្ដោតលើភ្ញៀវឲ្យតែភ្ញៀវសប្បាយចិត្តអ្នកណានិយាយអីក៏ស្រែកតែចិត្តគាត់ទៅចង់និយាយពីក្រោយខ្នងនិយាយពីចំហៀងខ្លួនឬនិយាយពីឡាវតឿណាមកនឹងជារឿងរបស់គាត់ទេត្រូវចាំថាមនុស្សល្អជាមនុស្សដែលអង្គុយមើលពីចំណុចល្អរបស់គេហើយរៀនពីចំណុចល្អយកមកអភិវឌ្ឍខ្លួនមិនមែនអង្គុយចាប់កំហុសអ្នកដទៃដើម្បីឲ្យអ្នកដទៃអន់ជាងខ្លួនទេមនុស្សបែបនេះគ្មានភាពរីកចម្រើនទេព្រោះយើងមិនបានរៀនពីចំណុចល្អរបស់នរណាម្នាក់ដែលយើងបានអង្កេតមើលគេជារៀងរាល់ថ្ងៃទេពីថ្ងៃនេះទៅផ្ដោតលើខ្លួនឯងផ្ដោតលើជីវភាពផ្ដោតលើការអភិវឌ្ឍខ្លួនកុំខ្វល់កុំឈឺក្បាលជាមួយនឹងមនុស្សដែលនិយាយពីក្រោយខ្នងឬនិយាយពីមុខយើងអីយើងកុំខ្វល់សំខាន់បើរឿងទាំងអស់នឹងល្អបន្តធ្វើវាទៀតធ្វើវាដើម្បីអភិវឌ្ឍខ្លួនធ្វើវាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់យើង